ស្វាគមន៍មកកាន់ចន្ទរា Academy សួស្តីបងប្អូន ថ្ងៃនេះលោកគ្រូលើកយកលំហាត់ថ្នាក់ទី 9 មេរៀនទី 2 ណា លំហាត់លេខ 7 ឆ្នាំនេះសាលារៀនទទួលបាន 4,200 នាក់ តួលេខនេះកើនជាងមុន 20% ចូលរកចំនួនសិស្សឆ្នាំចាស់ អញ្ចឹងយើងដោះស្រាយវាតាមសមាមាត្រ ចំនួនសិស្សឆ្នាំចាស់លើ100 ស្មើនឹងចំនួនសិស្សឆ្នាំថ្មីលើ100 បូកនឹងភាគរយកើន អញ្ចឹងយើងឃើញថាចំនួនសិស្សឆ្នាំចាស់គេសួររក អញ្ចឹងបើគេសួររកគឺយើងត្រូវតាំងវាដោយ x ហើយចំនួនសិស្សឆ្នាំថ្មីគឺយើងដឹងណាយើងដឹងហើយភាគរយកើនក៏យើងដឹងដែរអញ្ចឹងយើងដោះស្រាយវាគឺយើងតាំងណាអញ្ចឹងយើងតាំងមកតាំង x ជាចំនួនសិស្សឆ្នាំចាស់អញ្ចឹងយើងបាន x លើ100 ស្មើនឹងចំនួនសិស្សឆ្នាំថ្មីយើងដឹងគឺ 4,200 លើ100 បូកឲ្យភាគរយកើនគឺ20 ចឹងគូសំសេបន្តទៀតណាចឹងវាស្មើនឹង x លើ100 ស្មើនឹង 4,200 លើ120 ចឹងយើងគុណទីរត់តម្លៃ x ចឹងយើងបាន x ស្មើនឹង 4,200 លើ120 ហ្នឹងគុណឲ្យ100 យើងគណនាវាមកស្មើនឹង 3,500 ដូច្នេះសិស្សឆ្នាំចាស់មានចំនួន 3,500 នាក់អញ្ចឹងលោកគ្រូមានលំហាត់អនុវត្តមួយគឺនារីទទួលបានប្រាក់ខែ$320 តួលេខនេះកើនជាងមុន 20% រកប្រាក់ខែមុនដំឡើងអញ្ចឹងប្រាក់ខែចាស់របស់នាងស្មើនឹងប្រមាណអូខេអញ្ចឹងកូនសាស្ត្របងធ្វើទៅដោយមើលលំហាត់គំរូចាស់ណាសូមអរគុណ